បាទសួស្តីបងប្អូនជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងមកចែករំលែកបន្ថែមតកតងទៅនឹងការរង្វេងតម្លៃតខ្លួនបាទថាតើបងប្អូនត្រូវតែគិតយ៉ាងដូចម្ដេចមុននឹងចូលដល់ជំនាញព្រោះការដាក់ពីហារបកោនឹងចិត្តខត់ផុតពេលកំណត់ហើយបាទអញ្ចឹងបងប្អូនត្រូវតែទៅរៀបពិចារណាអញ្ចឹងខ្ញុំសូមចែករំលែកនៅចង្កោមការងារទាំង6បាទដើម្បីជាទុនដល់បងប្អូនធ្វើការពិចារណាថាតើបងប្អូនស្ថិតនៅក្នុងចង្កោមការងារប្រភេទណាដើម្បីឲ្យយើងនឹងយកទៅគិតពិចារណាដើម្បីជួយដល់ការសម្រេចចិត្តរបស់យើងបានល្អប្រសើរបាទអញ្ចឹងនៅក្នុងចង្កោមនីមួយៗនឹងបញ្ជាក់អំពីចរិតលក្ខណៈប្រភេទការងារនិងស្ថានភាពការងារនោះបាទហើយបងប្អូនអាចធ្វើការឆ្លុះបញ្ចាំងតើចង្កោមទាំង6ហ្នឹងចង្កោមការងារណាដែលវាត្រូវជាមួយនឹងបងប្អូនច្រើនជាងគេបាទអញ្ចឹងទី1គឺការងារបែបគេថាការងារប្រកបនិយមឬក៏ជាការងារបច្ចេកទេសឬក៏អ្នកជំនាញបាទអញ្ចឹងការងារប្រកបនិយមជាការងារដែលត្រូវការការបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ហើយជាការងារដែលទាក់ទងនឹងគ្រឿងម៉ាស៊ីនគ្រឿងចក្រឬឧបករណ៍ផ្សេងៗមនុស្សធ្វើការងារប្រភេទនេះជាមនុស្សដែលមានកម្លាំងមកមួនមានភាពខ្លាំងមិនចេះសាំញ៉ាំព្រមទាំងមានការប្រកួតប្រជែងក្នុងការងារហើយបុគ្គលនៅក្នុងចង្កោមប្រភេទនេះជាអ្នកដែលចូលចិត្តដោះស្រាយបញ្ហាដោយប្រើប្រាស់គ្រឿងម៉ាស៊ីនឧបករណ៍និងកម្លាំងកាយព្រមមិនចូលចិត្តប្រើប្រាស់គំនិតក្នុងការដោះស្រាយបញ្ហាច្រើនស្មុគស្មាញទេបាទសកម្មភាពរបស់អ្នកដែលចូលចិត្តនៅក្នុងចង្កោមការងារបច្ចេកទេសនេះគឺជាមនុស្សដែលមានភាពអំណត់តស៊ូព្យាយាមចេះសន្សំចៃហើយក៏ជាមនុស្សដែលមានភាពអៀនបាទគាត់មិនសូវជាអ្នកបកកែនិយាយច្រើនប្រហែលទេបាទហើយជាពិសេសគាត់ជាអ្នកដែលចូលចិត្តបង្កើតនូវសម្ភារៈថ្មីជាការប្រាថ្នាចង់បានរបស់ពួកគាត់គឺជាអ្នកដែលចូលចិត្តប្រើប្រាស់គ្រឿងម៉ាស៊ីននិងឧបករណ៍បាទចំណែកដោះស្រាយបញ្ហាសង្គមវិញពួកគាត់មិនសូវជាចំណាប់អារម្មណ៍ខ្លាំងប្រហែលទេបាទគឺឲ្យគាត់ចំណាយថវិកាភាគច្រើនទៅលើសម្ភារៈឬឧបករណ៍ប្រើប្រាស់របស់គាត់ដូចជារថយន្តម៉ូតូគ្រឿងចក្រផ្សេងៗចឹងទៅបាទនេះគឺជាចរិតលក្ខណៈរបស់បុគ្គលដែលស្ថិតនៅក្នុងការងារប្រកបនិយមអញ្ចឹងប្រពន្ធអាចធ្វើការឆ្លុះបញ្ចាំងតើយើងស្ថិតនៅក្នុងប្រភេទការងារនេះហើយនៅបាទអញ្ចឹងប្រភេទការងារដែលស្ថិតនៅក្នុងចង្កោមនេះមានដូចជាការងារជាវិស្វករជាជាងជួសជុលជាអគ្គិសនីអេឡិចត្រូនិកបាទស្ថាបត្យករអញ្ចឹងបាទអញ្ចឹងនេះជាអាជីពការងារសម្រាប់បងប្អូនស្ថិតនៅក្នុងចង្កោមការងារទី1បាទចង្កោមការងារទី2គេហៅថាជាចង្កោមការងារបែបរៀបចំឬក៏ conventional job បាទអញ្ចឹងយើងងាកមកមើលចង្កោមទី2វិញម្ដងហើយធ្វើការឆ្លុះបញ្ចាំងតើចង្កោមទី2ហ្នឹងត្រូវនឹងយើងអត់បាទអញ្ចឹងការងាររៀបចំនេះជាប្រភេទការងារដែលសម្រាប់អ្នកដែលចូលចិត្តធ្វើការជាមួយលេខចូលចិត្តធ្វើការកត់ត្រាជាមួយគ្រឿងម៉ាស៊ីនជាអ្នកដែលមានភាពរៀបរយល្អបាទជាទូទៅអ្នកដែលចូលចិត្តធ្វើការងារហ្នឹងជាច្រើនជាអ្នកដែលចូលចិត្តការងារដែលមានភាពច្បាស់លាស់បាទហើយពួកគាត់គឺជាមនុស្សដែលយល់ឃើញថាការទំនាក់ទំនងចាចេះរស់នៅការមិនចេះការមិនរឹងរូសឬក៏គាត់ជាមនុស្សដែលចូលចិត្តស្ដាប់បង្គាប់គេបាទជាមនុស្សដែលមិនចេះសាំញ៉ាំហើយក៏ជាបុគ្គលដែលមានភាពស្ងប់ស្ងាត់បាទអញ្ចឹងនេះគឺជាលក្ខណៈពិសេសសម្រាប់អ្នកនៅក្នុងចង្កោមការងារទី2នេះបាទអ្នកដែលធ្វើការងារនៅក្នុងប្រភេទចង្កោមការងារទី2ផ្នែករៀបចំនេះគឺជាប្រភេទការងារនៅក្នុងការិយាល័យបាទហើយពួកគាត់មានចំណាប់អារម្មណ៍តិចតួចណាស់នៅក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សបាទអ្នកខាងក្រៅការិយាល័យគាត់មិនសូវចូលចិត្តទេបាទអញ្ចឹងមកយើងឃើញថាអ្នកខ្លះគាត់ចូលចិត្តធ្វើការងារការិយាល័យគាត់រីករាយនឹងការងារការិយាល័យតែបើគាត់ទៅធ្វើការជាមួយនឹងជជែកមួយមនុស្សច្រើនពេកឬក៏ចេញក្រៅបានពេកគាត់អត់សូវចូលចិត្តទេបាទអញ្ចឹងអានេះគឺជាភាពខ្លាំងរបស់អ្នកដែលធ្វើការនៅទីនេះហើយអ្នកដែលធ្វើការនៅក្នុងប្រភេទរៀបចំនេះគឺធ្វើការតាមផែនការច្បាស់លាស់ធ្វើការតាមការចង្អុលបង្ហាញបាទរបស់ថ្នាក់ដឹកនាំបាទជាអ្នកដែលមានទស្សនវិស័យច្បាស់លាស់ហើយចូលចិត្តភាពជាក់លាក់ប្រកបវិជ្ជាបាទហើយពួកគាត់ជាអ្នកដែលមានភាពហ្មត់ចត់តស៊ូមានការពិនិត្យល្អិតល្អន់ក្នុងការងារទីមួយហើយជាបុគ្គលដែលអាចទុកចិត្តបានបាទនេះគឺជាចរិតលក្ខណៈឬក៏បុគ្គលិកលក្ខណៈរបស់មនុស្សដែលក្នុងចង្កោមការងារទី2នេះអញ្ចឹងបើសិនជាបងប្អូនយល់ឃើញថាចង្កោមនេះវាទៅនឹងអារម្មណ៍ឬក៏បេះដូងរបស់បងប្អូនឬក៏គេហៅថាទេពកោសល្យបងប្អូនអាចយកនឹងទៅពិចារណាបានហើយឱកាសការងារសម្រាប់អ្នកដែលក្នុងប្រភេទហ្នឹងគាត់អាចធ្វើការជាការងារនៅក្នុងធនាគារជាអ្នកការបញ្ជីអ្នកចែកសម្បត្តិលេខាធិការអ្នកធ្វើការនៅប្រៃសណីអ្នកវេឯកសារអ្នកវិភាគរ៉ាញ់ធុអ្នកគិតលុយអ្នកគ្រប់គ្រងជើងហោះហើរបាទបុគ្គលិកសន្តាគារអ្នកគ្រប់គ្រងទេសចរគណៈនាយករដ្ឋអ្នករដ្ឋបាលជាដើមបាទនេះគឺជាប្រភេទទី2បាទអញ្ចឹងបងអាចធ្វើការឆ្លុះបញ្ចាំងទៅតើប្រភេទទី2នេះវាត្រូវសម្រាប់
បុគ្គលិកលក្ខណៈរបស់បងអូនប្រមាណភាគរយបាទឬក៏ដូចនេះខ្លះចំពោះចង្កោមការងារទី3គឺជាការងារអ្នកស៊ើបអង្កេតឬក៏គេថាអ្នកស្រាវជ្រាវបាទអញ្ចឹងអ្នកស៊ើបអង្កេតគឺជាប្រភេទការងារដែលមានលក្ខណៈវិទ្យាសាស្ត្រត្រូវការពិសោធន៍ហើយជាទូទៅអ្នកស៊ើបអង្កេតនៅរាល់អ្វីដែលពិភពលោកបានផ្ដល់ឲ្យគឺថាការងារនេះគឺជាប្រភេទការងារដែលពាក់ព័ន្ធទៅនឹងធម្មជាតិជាបុគ្គលដែលជួយគិតស្វែងរកដំណោះស្រាយក្នុងបញ្ហាមួយចំនួនជាពិសេសគឺបញ្ហាអាថ៌កំបាំងតែកាត់ឡើងបាទហើយអ្នកដែលនិស្សិតក្នុងចង្កោមការងារស៊ើបអង្កេតឬស្រាវជ្រាវនេះជាបុគ្គលដែលមានលក្ខណៈសម្បត្តិពីធម្មជាតិបាទគូផ្សំមានទំនួលខុសត្រូវផងជាបុគ្គលដែលរៀនសូត្រពីអ្នកចូលដតីផងបាទចរិតលក្ខណៈរបស់អ្នកដែលមានលក្ខណៈប្រភេទនេះជាមនុស្សដែលចូលចិត្តផ្ដោតលើបញ្ហាអ្វីដែលនៅជុំវិញខ្លួនហើយខិតខំដោះស្រាយបញ្ហាយ៉ាងផ្ចិតផ្ចង់បាទចូលចិត្តភាពឯករាជ្យមានភាពជាម្ចាស់ការលើខ្លួនឯងជាមនុស្សដែលគិតលើបញ្ហាធំជាងសកម្មភាពខាងក្រៅរបស់ពួកគេហើយមានចំណាប់អារម្មណ៍លើការប្រកួតប្រជែងជាមនុស្សដែលចង់ចេះចង់ដឹងចង់លឺចង់ឃើញអ្វីដែលថ្មីថ្មីស្វែងរកការពិតដោយមានការប្រុងប្រយ័ត្នហើយជាមនុស្សដែលមានភាពអត់ធ្មត់បាទតស៊ូនិងមានសុឆន្ទៈខ្ពស់ក្នុងការងារបាទអញ្ចឹងនេះគឺជាសកម្មភាពសម្រាប់បងប្អូនដែលមានបុគ្គលិកលក្ខណៈប្រភេទនេះគឺស្ថិតនៅក្នុងចង្កោមការងារបែបស៊ើបអង្កេតឬក៏ការងារវិទ្យាសាស្ត្រហើយប្រភេទការងារដែលបងប្អូនអាចនឹងទទួលបានមានដូចជាអ្នកស៊ើបអង្កេតបាទក្នុងស្រុកឬក្រៅស្រុកអ្នកស្រាវជ្រាវរបស់ក្មេងថ្មីអ្នកវិទ្យាសាស្ត្រប៉ូលីសជាដើមបាទនេះគឺជាបុគ្គលិកលក្ខណៈសម្រាប់ចង្កោមការងារទី3បាទចង្កោមការងារទី4គឺគេហៅថាការងារផ្នែកសិល្បៈឬក៏ភាពច្នៃប្រឌិតបាទអញ្ចឹងយើងកលេចមកមើលចង្កោមទី4ម្ដងទៅតើបុគ្គលិកលក្ខណៈអ្នកដែលស្ថិតនៅក្នុងចង្កោមទី4ហ្នឹងមានលក្ខណៈដូចម្ដេចបាទអញ្ចឹងចង្កោមការងារផ្នែកសិល្បៈនិងសម្ដេចជាប្រភេទការងារដែលបង្ហាញនៅការអនុវត្តជំនាញប្រកបដោយការច្នៃប្រឌិតជាអ្នកដែលមានភាពសម័យជាប្រភេទក្នុងទម្រង់មើលឃើញដូចជាចូលចិត្តការលាបពណ៌ការចម្លាក់រូបការផលិតឧបករណ៍ផ្សេងហើយពួកគេជាមនុស្សដែលមានគេថាមនុស្សសញ្ចេតនាបាទឥទ្ធិពលនៃវិទ្យាគាត់ខ្ពស់បាទប្រភេទមនុស្សដែលស្ថិតក្នុងការងារនេះជាមនុស្សដែលស្មុគស្មាញបាទពេលខ្លះមិនសូវមានរបៀបរៀបរយល្អទេហើយឆាប់រំជួលចិត្តបាទមានឧត្តមគតិមានការសម័យមានភាពតឹងតែងមិនចូលចិត្តគិតច្រើនតែឯករាជ្យបាទទេរីពិចារណានៅខ្លួនឯងដែលប្រើប្រាស់វិញ្ញាណចេះបដិសេធនិងមានចំណូលចិត្តខាងសិល្បៈពីកំណើតបាទម្យ៉ាងទៀតមនុស្សក្នុងការងារប្រភេទនេះជាមនុស្សដែលចង់រស់នៅដោយសេរីភាពក្នុងមជ្ឈដ្ឋានរបស់ពួកគេបាទហើយពួកគាត់ជាអ្នកដែលចូលចិត្តការសរសេរតន្ត្រីគំនូររូបថតសិល្បៈផ្សេងៗជាដើមបាទអញ្ចឹងពួកគាត់ឲ្យតម្លៃទៅលើសម្រស់សោភ័ណភាពហើយគាត់មិនខ្វល់អំពីភាពស្មុគស្មាញនៃសង្គមទេបាទហើយក្រុមនេះគេចូលចិត្តធ្វើការអីដែលថ្មីប្លែកតាក់ចិត្តអ្នកដទៃបាទអញ្ចឹងបើសិនជាបងប្អូនគិតថាខ្លួនឯងជាបុគ្គលដែលមានលក្ខណៈប្រភេទនេះអាចពិចារណាការងារនៅក្នុងចង្កោមការងារទី4នឹងបានបាទការងារផ្នែកសិល្បៈនិងវិស័យប្រឌិតបាទហើយឱកាសការងារមានជាអ្នកនិពន្ធអ្នកសរសេររឿងជីវៈអ្នកសរសេររឿងខ្លីអ្នកអភិរក្សសិប្បកម្មអ្នករាំតន្ត្រីករសិល្បករជាដើមបាទនេះគឺជាប្រភេទការងារទី4ដែលចង់ប្រាប់បងប្អូនបាទសម្រាប់ការងារទី5គេហៅថាការងារសង្គមបាទការងារសង្គមនេះគឺជាប្រភេទការងារទំនាក់ទំនងបាទអញ្ចឹងការងារសង្គមជាការងារដែលភាគច្រើនធ្វើការជាមួយមនុស្សបាទឬផ្ដល់សេវាកម្មទៅមនុស្សបាទដូចជាការបង្រៀនជាគ្រូបង្រៀនបាទការបណ្ដុះបណ្ដាលជំនាញផ្សេងវិធីសាស្ត្រខ្លាយជាអ្នករៀបចំបានល្អចេះបញ្យល់អំពីដំណោះស្រាយក្នុងដំណើរក្នុងជីវិតចេះជួយតម្រង់ទិសបាទហើយជាមនុស្សដែលចូលចិត្តទំនាក់ទំនងបាទមនុស្សដែលស្ថិតក្នុងប្រភេទនេះជាអ្នកដែលចូលចិត្តដែលមានសភាពជាអ្នកដែលមានលក្ខណៈរុះរាយរាក់ទាក់មានទឹកចិត្តល្អចេះជួយគ្នាមានគំនិតច្រើនមានការទទួលខុសត្រូវខ្ពស់មានកិច្ចសហប្រតិបត្តិការល្អទាំងការងារក្រុមតូចនិងក្រុមធំបាទកត្តាពិសេសមួយទៀតគឺបុគ្គលិកលក្ខណៈក្នុងប្រភេទនេះជាអ្នកដែលចូលចិត្តចែករំលែកបទពិសោធន៍ចំណេះដឹងធ្វើការប្រៀបធៀបពីភាពខុសគ្នារម្នាក់នឹងម្នាក់ចេះចែករំលែកព័ត៌មាននានាទៅអ្នកជំនាញខ្លួនបាទពួកគាត់មិនចូលចិត្តការងារប្រើប្រាស់គ្រឿងម៉ាស៊ីនច្រើនទេបាទខុសពីអ្នកបច្ចេកទេសបាទដែលខាងបច្ចេកទេសខាងវិស្វកម្មអីបាទខុសពីគាត់បាទហើយពួកគាត់ចូលចិត្តដោះស្រាយបញ្ហាដោយព្យាយាមចូលទៅក្នុងបញ្ហាប្រឹក្សាជាមួយអ្នកពាក់ព័ន្ធហើយដោះស្រាយបញ្ហាតែម្ដងបាទហើយមនុស្សដែលស្ថិតនៅក្នុងប្រភេទការងារនេះជាបុគ្គលដែលគិតថាខ្លួនគាត់ជាមនុស្សដែលមានភាពរុះរាយប្រជាប្រិយហើយស័ក្តិសមជាមេដឹកនាំដែលល្អបាទអញ្ចឹងបងប្អូនអាចធ្វើការឆ្លុះបញ្ចាំងទៅតើ
ការរៀបរាប់អំពីបុគ្គលិកលក្ខណៈទាំងអស់នេះតើវាត្រឹមត្រូវនឹងបេះដូងបងប្អូនកម្រិតណាបាទចឹងប្រភេទការងារសម្រាប់អ្នកនៅក្នុងចង្កោមបុគ្គលិកលក្ខណៈនេះមានដូចជាអ្នកបណ្ដុំបណ្ដាអ្នកស្រាវជ្រាវសង្គមអ្នកប្រឹក្សាយោបល់អ្នកលើកកម្ពស់ជនពិការកម្មាកំព្រាគ្រូបង្រៀនអ្នកតម្រង់ទិសអ្នកការពារសិទ្ធិមនុស្សអ្នកគ្រូអ្នកបរិកិភ័យជាដើមបាទអញ្ចឹងការងារភាគច្រើនគឺជាការងារដែលធ្វើការប្រស័យតាក់ទងជាមួយមនុស្សបាទនេះគឺជាការងារទី5បាទការងារចុងក្រោយបាទគឺជាការងារ leadership បាទភាពជាដឹកនាំបាទអញ្ចឹងមនុស្សដែលប្រព័ន្ធជាដើមសង្កេតមើលតើនៅក្នុងបុគ្គលិកលក្ខណៈភាពដឹកនាំហ្នឹងមានលក្ខណៈអីខ្លះបាទជំនួសដែលចូលចិត្តធ្វើការជាអ្នកដឹកនាំជាប្រភេទមនុស្សដែលចូលចិត្តការប្រគល់ប្រជែងចូលចិត្តការងារជាក្រុមបាទហើយជាអ្នកចូលចិត្តបញ្ចេញឥទ្ធិពលទៅមនុស្សក្នុងក្រុមបាទជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងជាធម្មតាក្រុមបុគ្គលឬក៏ក្រុមបុគ្គលិកលក្ខណៈប្រភេទនេះគាត់តែគិតថាគាត់គឺជាបុគ្គលដែលដឹកនាំដ៏ល្អបាទការងារនៅក្នុងចង្កោមនេះជាប្រភេទការងារដែលចូលចិត្តបញ្ជាឲ្យគេធ្វើអ្វីមួយដូចជាប្រភេទការងារអ្នកនយោបាយអ្នកលក់អ្នកគ្រប់គ្រងពាណិជ្ជកម្មអ្នកដោះដូរទំនិញអ្នកដឹកនាំស្ថាប័នជាដើមបាទមនុស្សដែលជាអ្នកដឹកនាំធម្មតាប្រើប្រាស់ពាក្យបានល្អបាទគាត់ចេះប្រើប្រាស់ពាក្យពេចន៍បានល្អគាត់អាចនិយាយទៅយ៉ាងប្រសិទ្ធភាពទាំងផ្នែកលក់គ្រប់គ្រងដឹកនាំបាទអញ្ចឹងថាគាត់មានទេពកោសល្យក្នុងការនិយាយក្នុងការប្រស័យតាក់ទងឬក៏ការផ្ដល់សារទៅអ្នកពាក់ព័ន្ធរបស់គាត់បាទហើយគាត់មានភាពអំណត់ដើម្បីធ្វើការងារលម្អិតក្នុងការងារមួយគាត់ចូលចិត្តធ្វើការរយៈពេលយូរដោយមិនសូវមានពេលឈប់សម្រាកទេបាទគាត់មានការខិតខំប្រឹងប្រែងមានការរៀបចំល្អមានគោលបំណងគាត់ឲ្យច្បាស់លាស់បាទហើយគាត់គឺជាបុគ្គលដែលសកម្មប្រជាប្រិយទទួលបានការទុកចិត្តពីអ្នកដទៃផងហើយគាត់ក៏ឆាប់ត្រេកអរនឹងរស់រាយរាក់ទាក់ដែរបាទអញ្ចឹងនេះគឺជាប្រភេទខ្លះសម្រាប់បុគ្គលិកលក្ខណៈដែលស្ថិតនៅក្នុងចង្កោមការងារជាអ្នកដឹកនាំបាទហើយជាទូទៅគាត់ជាអ្នកមានអំណាចមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាផ្សេងៗទៅបាទអញ្ចឹងដល់ពេលដែលយើងបានដឹងអំពីចង្កោមនឹងហើយថាតើការងារណាខ្លះមាននៅក្នុងប្រភេទនេះគឺមានដូចជាប្រធានផ្នែកជំនួយអ្នកសរសេរសន្ទរកថាប្រធានកាល័យប្រធានគ្រប់គ្រងផ្សេងៗប្រធានទំនាក់ទំនងកិច្ចការសាធារណៈអ្នកក្រុមហ៊ុនជួនកណ្ដាលអ្នកនយោបាយមានដឹកនាំនៅក្នុងផ្នែកផ្សេងៗទាំងអស់បាទអញ្ចឹងគឺជាបុគ្គលិកលក្ខណៈសំខាន់ណាស់ខ្ញុំគិតថាការចែករំលែកចង្កោមការងារទាំង6នេះនឹងផ្ដល់ជាទុនខ្លះៗសម្រាប់បងប្អូនក្នុងការគិតពិចារណាហើយជ្រើសរើសតើក្នុងចង្កោមការងារទាំង6ហ្នឹងបាទទាំង6ហ្នឹងតើបងប្អូនមានទេពកោសល្យមានសមត្ថភាពឬក៏មានគេហៅថាឧបនិស្ស័យសកម្មភាពនោះស្ថិតនៅក្នុងចង្កោមការងារមួយណាបាទដល់ពេលយើងដឹងថាតើយើងនៅក្នុងចង្កោមណាមួយហើយវាងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យហើយសង្ឃឹមថាបងប្អូនបានមើលវីដេអូនេះហើយកុំភ្លេច comment ផងថាតើបងប្អូនស្ថិតក្នុងចង្កោមការងារមួយណាបាទខ្ញុំនឹងសង្ខេបឡើងវិញបាទការងារទី1គឺការងារប្រកបនិយមឬក៏ការងារជាអ្នកបច្ចេកទេសការងារទី2ជាការងារបែបរៀបចំបាទអ្នកដែលមានភាពរៀបរយល្អការងារទី3ជាចង្កោមការងារបែបស្រាវជ្រាវឬស៊ើបអង្កេតបាទការងារទី4គឺការងារបែបសិល្បៈនិងច្នៃប្រឌិតការងារទី5គឺការងារសង្គមបាទការងារទី1គឺការងារភាពជាដឹកនាំបាទអញ្ចឹងគឺជាចង្កោមសង្ខេបខ្លីៗសង្ឃឹមថាបងប្អូននឹងធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯងឲ្យបានច្បាស់ខ្ញុំផ្ដល់ព័ត៌មាននេះគឺដើម្បីចង់បញ្ជាក់ហើយបញ្ជាក់ទៀតជឿវាកុំឲ្យបងប្អូនរកជំនាញខុសពីសមត្ថភាពរកជំនាញខុសពីឧបនិស្ស័យខ្លួនឯងអញ្ចឹងសង្ឃឹមថាជីវីដេអូនេះនឹងខ្លាចជាធាតុចូលបន្ថែមទៀតដល់បងប្អូនអាចធ្វើការជ្រើសរើសជំនាញបានត្រឹមត្រូវបាទសូមអរគុណហើយអាចតាមដានវីដេអូបន្តទៀតបាទ